សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងពីគោលការណ៍ចំនួន3នៅក្នុងការគ្រប់គ្រងចាត់ចែងប្រលានយន្តហោះទៅថ្ងៃអនាគតខណៈសម្ដេចបញ្ជាក់ច្បាស់ថាគ្មានការលក់ឬដោះដូរប្រលានយន្តហោះពោធិ៍ចិនតុងនោះទេប៉ុន្តែត្រូវរក្សាទុកជាសម្បត្តិសាធារណៈនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅព្រឹកថ្ងៃសុក្រទី16ខែឧសភាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលតាំងពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីរហូតដល់ក្រោមការដឹកនាំរបស់សម្ដេចធិបតីផ្ទាល់គឺគ្មានការលក់ឬដោះដូរប្រលានយន្តហោះពោធិ៍ចិនតុងនោះទេខណៈសម្ដេចបានប្រកាសថាទីតាំងនេះត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈនិងជាទីតាំងប្រវត្តិសាស្ត្ររបស់រដ្ឋនៅក្នុងឱកាសនោះដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ថាដរាបណាសម្ដេចនៅជានាយករដ្ឋមន្ត្រីនិងគណៈបកប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតទុកចិត្តពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេសជាតិគឺគ្មានថ្ងៃលក់ឬដោះដូរប្រលានយន្តហោះពោធិ៍ចិនតុងនោះទេប៉ុន្តែត្រូវរក្សាទុកជាសម្បត្តិសាធារណៈជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរឿងប្រលានយន្តហោះពោធិ៍ចិនតុងណាដែលប្រហែលថ្ងៃនេះឃើញជជែកផុសផុលអំពីការលក់ប្រលានយន្តហោះនេះខ្ញុំឃើញអ្នកខ្លះគឺថាច្បាស់ណាស់ប្រលានយន្តហោះនេះរដ្ឋាភិបាលលក់ឲ្យក្រុមហ៊ុនឯកជន5ដណ្ដប់ឆ្នាំមុនតើបានមកពីណា5ដណ្ដប់ឆ្នាំមុនយើងមិនទាន់ធ្វើក្រុងធ្វើប្រលានយន្តហោះថ្មីផងមានក្រុងទៅប្រលានយន្តហោះចាស់កន្លែងណាបើមានសុំឲ្យឯកសារទៅមកគេលោកខ្ញុំបណ្ដឹងព្រោះមានតែ2នាក់ទេដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែងណាគឺសម្ដេចតេជោដែលជាអតីតនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិមុនហើយរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះហើយយើងទាំង2នាក់អត់ដែលបានដឹងអំពីគម្រោងនៅក្នុងការលក់ពលានយន្តហោះពោធិ៍ចិនតុងទៅណាអញ្ចឹងអ្នកដែលនិយាយអ្នកដែលជជែកគ្នាខ្ញុំសូមឲ្យបញ្ចប់ម៉ោងនេះស្មើនេះគឺគ្មានគោលការណ៍ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថាសម្រាប់លក់ពលានយន្តហោះនេះឲ្យទៅឯកជននោះទេសម្ដេចបានថ្លែងថាដីប្រលានយន្តហោះពោធិ៍ចិនតុងរាជរដ្ឋាភិបាលបានប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាអ្នកគ្រប់គ្រងនិងឲ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានាដោយត្រូវរក្សាឲ្យបាននៅតម្លៃប្រវត្តិសាស្ត្រឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមានិងប្រើប្រាស់ឲ្យមានចីរភាពហើយនៅតែជាសម្បត្តិរបស់រដ្ឋក្រោយបញ្ចប់កម្មវិធីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានសរសេរបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់របស់សម្ដេចដោយបានសង្កត់ធ្ងន់ថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថារាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដែលដឹកនាំដោយសម្ដេចតេជោក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយរូបខ្ញុំគឺមិនដែលមានគោលការណ៍លក់ប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងទៅឲ្យក្រុមហ៊ុនឯកជនណាមួយនោះទេគោលការណ៍ចំនួន3នៅក្នុងការគ្រប់គ្រងចាត់ចែងប្រលានយន្តហោះនេះទៅថ្ងៃអនាគតគឺទី1រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះទី2ផ្ដល់ប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញនិងទី3រៀបចំគ្រប់គ្រងថែរក្សានិងប្រើប្រាស់ដោយចីរភាពនៅទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ទៅតាមរូបមន្តឬទម្រង់ណាមួយដោយធានារក្សានៅកម្មសិទ្ធិស្របច្បាប់របស់រដ្ឋលើទីតាំងនេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅខេត្តកណ្ដាលបើកដំណើរការដំណាក់កាលទី1នៅក្នុងកំឡុងខែកក្កដាឆ្នាំ2025ខាងមុខនេះប្រលានយន្តហោះពោធិ៍ចិនតុងនឹងត្រូវរក្សាទុកដើម្បីការពារក្នុងករណីដែលប្រលានយន្តហោះថ្មីចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកប្រលានយន្តហោះចាស់នេះប្រើប្រាស់ជំនួសវិញបានក្រៅពីនេះប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឲ្យជារបស់ឯកជនឡើយដោយធ្វើយ៉ាងណារក្សាទីតាំងប្រលានយន្តហោះចាស់នេះទុកជាទីតាំងប្រវត្តិសាស្ត្រ